បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសទាំងអស់ខ្ញុំមួងសុភ័ក្រជាប្រធានក្រុមនិស្សិតអ្នកស្រាវជ្រាវវ័យក្មេងនៃសមាគមរដ្ឋរាត្រីថ្ងៃនេះខ្ញុំសូមចេញលើកឡើងទាក់ទងទៅនឹងព្រឹត្តិការណ៍មួយថ្មីដែលឃើញមហាជននិងក្រុមជននិយមមួយចំនួនក៏លើកឡើងពាក់ព័ន្ធទៅនឹងការជួលដំណឹងឬគឺការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដែលធ្វើឲ្យព្រឹត្តិការណ៍នោះរុញច្រានទៅដល់ភាពសង្ស័យនិងភ័ន្តច្រឡំទៅលើការអនុវត្តថ្នាក់ដឹកនាំចំពេលដែលប្រទេសកំពុងតែមានបញ្ហានៅក្នុងចំណុចនេះខ្ញុំសូមលើកឡើងអំពីចំណុចមួយចំនួនទាក់ទងទៅនឹងច្បាប់លក្ខន្តិកៈរបស់តុលាការយុត្តិធម៌អន្តរជាតិទី1ខ្ញុំសូមលើកឡើងទាក់ទងទៅនឹងថាតុលាការអន្តរជាតិនេះគឺនឹងកើតឡើងចេញពីអង្គការសហប្រជាជាតិហើយនៅក្នុងរដ្ឋធម្មនុញ្ញមាត្រាទី7និងមាត្រាទី92របស់អង្គការសហប្រជាជាតិបានកំណត់ឲ្យមានតុលាការយុត្តិធម៌អន្តរជាតិមួយជាផ្នែកមួយនៃការដោះស្រាយបញ្ហាក្រុមប្រឹក្សាសន្តិសុខអន្តរជាតិមួយសម្រាប់រដ្ឋជាសមាជិកនៅក្នុងចំណុចនេះខ្ញុំចង់ឲ្យប្រជាពលរដ្ឋខ្មែរលោកតាលោកយាយកុំឲ្យមានការភ័ន្តច្រឡំចំពោះការជួលដំណឹងនិងការដាក់ពាក្យប្តឹងតើវាជាចំណុចបែបណានៅក្នុងច្បាប់មួយស្ដីអំពីតុលាការយុត្តិធម៌អន្តរជាតិដែលមាន70មាត្រាដែលខ្ញុំសិក្សាស្រាវជ្រាវមកបកប្រែជាភាសាខ្មែរនៅក្នុងមាត្រាទី40នៃច្បាប់ដែលជាភាសាអង់គ្លេសគេហៅថា State of the International Court of Justice នេះជាច្បាប់ស្ដីអំពីតុលាការយុត្តិធម៌អន្តរជាតិនៅក្នុងមាត្រាទី40គេលើកឡើងថាករណីត្រូវបាននាំមកតុលាការដោយផ្អែកលើករណីដោយមានការជួលដំណឹងពីកិច្ចព្រមព្រៀងពិសេសដោយលាយលក្ខណ៍អក្សរដែលបានបញ្ជូនទៅកាន់នាយការិយាល័យក្នុងករណីទាំងពីរវាគូសបញ្ជាក់ពីប្រធានបទនៃចំនួននិងភាគីទាំងអស់ពីនាយកការិយាល័យទៅជួលដំណឹងពីសំណើនេះឲ្យទៅភាគីដែលពាក់ព័ន្ធឲ្យបានឆាប់រហ័ស3ត្រូវជួលដំណឹងដល់សមាជិកអង្គការសហប្រជាជាតិតាមរយៈអគ្គលេខាធិការសភានិងគ្រប់រដ្ឋផ្សេងទៀតដែលមានសិទ្ធិចូលរួមក្នុងតុលាការនៅក្នុងមាត្រាទី40នេះគេបានចែង3ចំណុចទាក់ទងទៅនឹងការជួលដំណឹងមានន័យថាការជួលដំណឹងទៅការផ្ដល់ដំណឹងទៅតុលាការអន្តរជាតិគឺស្មើនឹងការប្តឹងបាត់ទៅហើយមានន័យថាការជួលដំណឹងនេះគឺគេបានកំណត់ឲ្យយើងបំពេញឯកសារលាយលក្ខណ៍អក្សរមានន័យថាកំណត់នៅតំបន់ណាដែលយើងយកទៅប្តឹងកន្លែងណាដែលយើងយកទៅបញ្ជូនទៅឲ្យតុលាការអន្តរជាតិគេដោះស្រាយបញ្ហាអញ្ចឹងកំណត់ទាំងអស់នេះគឺត្រូវជាបកប្រែភាសាជាភាសាបារាំងនិងភាសាអង់គ្លេសពោះភាសាទាំងពីរនេះគឺជាភាសាផ្លូវការរបស់តុលាការអន្តរជាតិអញ្ចឹងដូច្នេះហើយទើបកម្ពុជាបង្កើតនៅគណៈកម្មាធិការមួយរៀបចំឯកសារប្តឹងទៅតុលាការអន្តរជាតិដូច្នេះសូមកុំឲ្យប្រជាពលរដ្ឋយើងយល់ច្រឡំច្បាប់លក្ខន្តិកៈរបស់គេមុននឹងរដ្ឋមួយយកឯកសារមួយទៅប្តឹងមិនមែនដាក់ប្តឹងដោយតុលាការយើងនៅកម្ពុជាយើងមានរឿងមួយទៅប្តឹងស្រួលបែបបត់ស្រួលទេគេមានក្រុមប្រឹក្សាផ្ដល់យោបល់ផ្នែកច្បាប់មួយថាចំនួននេះគួរតែយកទៅក្នុងតុលាការសម្រាប់ចំនួនជំនះដែរឬអត់តើជាចំនួនបែបភាគីរដ្ឋនិងរដ្ឋជាចំនួនមួយដែលត្រូវនឹងយុត្តិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ នឹងអញ្ចឹងការពិនិត្យនិងការវិតម្លៃការរៀបចំឯកសារគឺជាពេលវេលាប៉ុន្តែភាសានៃការជួលដំណឹងនោះគេកំណត់ឲ្យរៀបចំជាឯកសារលាយលក្ខណ៍អក្សរនោះគឺស្មើនឹងការប្តឹងបាត់ទៅហើយដូច្នេះទើបកម្ពុជាយើងបង្កើតគណៈកម្មការរៀបចំនឹងឡើងដើម្បីរៀបចំឯកសារទាំងឡាយមានមេធាវីមានអីអញ្ចឹងកុំឲ្យប្រជាពលរដ្ឋខ្មែរយើងមានការភ័ន្តច្រឡំចំពោះបញ្ហាទាំងអស់នេះហើយរត់តាមក្រមជ្រុលនិយមមួយចំនួនដែលពួកគាត់ចេះតែបំផោងបញ្ហាការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិចំណុចទី2ក្នុងនាមខ្ញុំជាក្រុមយុវជនខ្ញុំក៏សូមស្នើដល់បណ្ឌិតអ្នកចេះដឹងនិងអ្នកនយោបាយនៅក្រៅប្រទេសមួយចំនួនគួរតែយកចង្វល់មួយចំនួនដែលបកស្រាយជូនប្រជាពលរដ្ឋបានគិតបានពិចារណាក្នុងផ្លូវកណ្ដាលជៀសវាងយើងយកឱកាសទាំងអស់នេះទៅកេងចំណេញនយោបាយរបស់ខ្លួនធ្វើនយោបាយដោយប្រទេសថៃចឹងក្រមប្រឆាំងប្រទេសថៃកំពុងតែរុញច្រាននាយករដ្ឋមន្ត្រីរបស់ខ្លួនដើម្បីផលចំណេញរបស់ពួកគេនៅស្របពេលដែលប្រទេសរបស់ពួកគេកំពុងតែជួបបញ្ហាដូចគ្នាដូច្នេះយើង
ជាតិសាសន៍របស់យើងគួរតែបង្កើតគំនិតនិងការបកស្រាយមួយចំនួនធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋយើងមានស្មារតីរួមជៀសវាងយើងរុញច្រានបើសិនជាថាចង់ធ្វើនយោបាយក៏ធ្វើទៅចុះប៉ុន្តែកលៈទេសៈនេះអ្នកមិនគួរធ្វើនយោបាយទេហើយមិនគួរយកអាចំណុចមួយដែលមិនទាន់បានធ្វើកិច្ចការងារស្រាវជ្រាវឲ្យលម្អិតផងយកទៅបោកប្រជាពលរដ្ឋថាការជូនដំណឹងនិងការប្តឹងមិនទាន់ប្តឹងតើមានរឿងអីនៅពីក្រោយនេះជាភាពក្រក់មួយបំផុតសម្រាប់អ្នកនយោបាយដែលចាប់យកឱកាសនៅពេលដែលប្រទេសមានបញ្ហានាំភាពច្បោកច្បល់និងកំណត់ផ្សេងៗទៅដល់ប្រជាពលរដ្ឋខ្មែរយើងដូច្នេះក្នុងនាមខ្ញុំជាយុវជនក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នារួមគ្នាជឿជាក់ទៅលើថ្នាក់ដឹកនាំក្នុងការជំរុញការប្តឹងតំបន់ទាំង4នោះទៅតុលាការយុត្តិធម៌អន្តរជាតិព្រោះតុលាការគេមានលក្ខន្តិកៈច្បាប់របស់គេរៀបចំឯកសារដំណើរការទៅតាមនីតិវិធីហើយក៏ស្នើសុំដល់ប្រជាពលរដ្ឋយុវជនទាំងអស់កុំឲ្យចាញ់នយោបាយបោកប្រាស់របស់ក្រមជ្រុលនិយមនៅក្រៅប្រទេសដែលរុញច្រានឋានការទាំងអស់នេះធ្វើឲ្យមានគំនិតខ្វែងគ្នារវាងខ្មែរនិងខ្មែរស្អប់ពើគ្នាក្នុងពេលដែលប្រទេសកំពុងតែមានបញ្ហា